ជំងឺហឺតគឺជាជំងឺរលាកសួតរ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺជួបការលំបាកក្នុងការដកដង្ហើមឬដូចជាគេហួចឬក៏មានអាការៈក្អកជាពិសេសចំពោះកុមារនិងទារកច្រើនតែជាការក្អកស្ងួតនិងក្អកនៅពេលយប់ជំងឺហឺតកុមារអាចមានអាការៈខុសទាំងស្រុងមិនដូចជាជំងឺហឺតរបស់មនុស្សចាស់ទេសួតរបស់មនុស្សមានបញ្ហាហើយស្ដែងជាជំងឺហឺតលេចចេញឡើងដោយសារតែករណីពីរយ៉ាងគឺទី1ជាសាច់ដុំដែលនៅជុំវិញទងសួតកន្ត្រាក់ជាហេតុធ្វើឲ្យអ្នកជំងឺឬកុមារពិបាកដកដង្ហើមហើយមួយទៀតគឺបណ្ដាលមកពីមានករណីរលាកទងសួតតែម្ដងដូច្នេះហើយបានជាការព្យាបាលក៏មានពីរយ៉ាងដែរគេបានដឹងហើយថាជំងឺនេះពិបាកព្យាបាលហើយត្រូវការព្យាបាលរយៈពេលយូរតែការព្យាបាលជំងឺហឺតប្រព្រឹត្តទៅយ៉ាងដូចម្ដេចខ្លះធ្វើដូចម្ដេចទើបអាចជៀសផុតកុំឲ្យកើតជំងឺហឺតនេះលេចឡើងតើត្រូវប្រើថ្នាំអ្វីហើយថ្នាំទាំងអស់នោះអាចប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់កុមារដែរឬទេជំងឺនេះអាចឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀតដែរឬទេសូមស្ដាប់ប្រសាសន៍របស់លោកវិជ្ជបណ្ឌិត Luc Refaber គ្រូពេទ្យឯកទេសកុមារនិងឯកទេសជំងឺសួតនិងជំងឺអាឡែហ្ស៊ីនៅមន្ទីរពេទ្យ Necker Enfants Malades នៅទីក្រុងប៉ារីស Ah, pas du tout. Ça c'est une croyance. ជំងឺហឺតមិនមែនជាជំងឺឆ្លងទាល់តែសោះដោយដែលបណ្ដាជនទូទៅមានជំនឿទេវាគ្រាន់តែជាជំនឿរបស់ជនមួយចំនួនប៉ុណ្ណោះខាងវិទ្យាសាស្ត្របានស្គាល់ជំនឿនេះរាប់សិបឆ្នាំមកហើយគេបានយល់យ៉ាងច្បាស់ថាជំងឺហឺតដែលមានលក្ខណៈសួរពូជប៉ុន្តែជាការតពូជដែលមានលក្ខណៈប្លែកបន្តិចពីព្រោះជំងឺហឺតនេះវាមានការពាក់ព័ន្ធស្អិតរមួតទៅជាមួយនឹងកត្តាបរិយាកាសបញ្ហាបរិស្ថានដែលនៅជុំវិញខ្លួនយើងដូច្នេះវាមិនមែនជាជំងឺឆ្លងទាល់តែសោះមិនមែនថាពុកឬម្ដាយកើតជំងឺហឺតហើយកូនប្រកាសជាកើតជំងឺដែរនោះទេឬក៏ចម្លងទៅកូនតាមរយៈការដកដង្ហើមនៅក្នុងផ្ទះជាមួយនឹងគ្នានោះឡើយនិយាយដល់ត្រង់ចំណុចនេះខ្ញុំចង់ជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ថាវាមានភ្នាក់ងារនាំឲ្យកើតវិបត្តិហឺតនេះឧទាហរណ៍មួយមានវីរុសខ្លះគឺជាវីរុសនៃជំងឺផ្ដាសាយវីរុសនេះវានឹងឆ្លងវានឹងទៅចម្លងមេរោគផ្ដាសាយទៅកុមារម្នាក់ទៀតដែលនៅជិតគ្នាហើយបើសិនជាកុមារនោះមានជំងឺហឺតនៅក្នុងខ្លួនដែរនោះវានឹងធ្វើឲ្យហឺតលេចស្ដែងចេញឡើងដូច្នេះមិនមែនមានន័យថាជំងឺហឺតនោះវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេតាមពិតកុមារនោះឆ្លងជំងឺផ្ដាសាយហេតុអ្វីបានជាកុមារមានជំងឺហឺតដូចជាខ្ញុំបានជម្រាបពីខាងដើមស្រាប់ថាហឺតគឺជាជំងឺដែលមានលក្ខណៈតពូជ gene របស់យើងប្រៀបដូចជានឹងគ្រាប់ពូជអញ្ចឹងហើយគ្រាប់ពូជនោះវាដុះដាលឡើងទៅជាដើមឈើគឺคล้ายទៅជាជំងឺហឺតនេះឯងចុះសួរថាតើហេតុអ្វីបានជាវាដុះដាលคล้ายទៅជាជំងឺគេមិនទាន់ដឹងច្បាស់ពីមូលហេតុនេះនៅឡើយទេតែអ្វីដែលគេប្រកាសមួយនោះគឺបារីនិងផ្សែងបារីដែលជាអ្នកសាបព្រោះបណ្ដុះពូជហឺតនេះឲ្យលូតលាស់ឡើងមក Quand on est sûr, presque sûr, le tabac est capable de faire germer cette graine de type de médicament. Alors la ventoline ការព្យាបាលមានពីរបែបមួយគឺថ្នាំសម្រាប់សាច់ដុំដែលនៅជុំវិញទងសួតឈ្មោះថា Laventoline ជាឈ្មោះថ្នាំម្យ៉ាងសម្រាប់ជួយបង្កើនទំហំទងសួតមានភារកិច្ចទៅបញ្ឈប់ការកន្ត្រាក់ទងសួតឬក៏សាច់ដុំដែលនៅជុំវិញទងសួតវាគឺថ្នាំជំនួយប្រើប្រាស់នៅពេលដែលមានករណីលេចចេញជំងឺហឺតការព្យាបាលដោយប្រើថ្នាំនេះទោះបីជានៅក្នុងរយៈពេលវែងក្តីឬខ្លីក្តីមិនសំខាន់ទេពីព្រោះថ្នាំនេះគេបានស្គាល់តាំងពីជាង30ឆ្នាំមកហើយអ្នកវិទ្យាសាស្ត្រស្គាល់ថ្នាំនេះច្បាស់លាស់ណាស់នៅពេលដែលប្រើវាអ្នកជំងឺអាចមានអារម្មណ៍ថាបេះដូងលោតញាប់ឬលឿនខុសពីធម្មតាក្នុងរយៈពេលខ្លីមួយឬក៏ញាស់ខ្លួនតែទាំងនេះគ្រាន់តែជាឥទ្ធិពលថ្នាំយ៉ាងសាមញ្ញធម្មតាមួយប៉ុណ្ណោះពុំមានលក្ខណៈធ្ងន់ធ្ងរទេហើយវាតែម្ដងម្កាលទេពុំមានបញ្ហាអ្វីទាល់តែសោះប៉ះពាល់ដល់សុខភាពចំណែកការប្រើប្រាស់រយៈពេលយូរវិញវាអាស្រ័យទៅនឹងការព្យាបាលពីព្រោះជួនកាលអ្នកជំងឺត្រូវការប្រើប្រាស់ថ្នាំផ្សះរួមជាមួយផងជំងឺហឺតវាមានពីរប្រភេទដូចដែលខ្ញុំបានរៀបរាប់អំបញ្ញមិញអញ្ចឹងមួយវាជាជំងឺហឺតដែលបង្កឡើងដោយការរំញោចសាច់ដុំនៅទងសួតខ្លាំងនិងមួយទៀតដោយសារមានការរលាកដូច្នេះក្នុងករណីមានការរលាកហើយព្យាបាលតែត្រឹមសាច់ដុំវាពុំគ្រប់គ្រាន់ទេនោះជំងឺហឺតវាមិនជាឡើយហើយកាន់តែធ្ងន់ធ្ងរបន្ថែមទៀតអញ្ចឹងហើយបានជាអ្នកខ្លះយល់ថាថ្នាំឡាវង់តូលីនគ្មានប្រសិទ្ធភាពទេតាមការពិតគ្មានប្រសិទ្ធភាពមកពីព្យាបាលមិនគ្រប់ជ្រុងជ្រោយជាញឹកញាប់ខ្ញុំសូមណែនាំបន្តិចបញ្ហានេះគេច្រើនតែប្រើប្រាស់ថ្នាំផ្សះផ្គប់ជាមួយនឹងថ្នាំឡាវង់តូលីនដើម្បីបំបត្តិ
អាការៈហឺតហើយការប្រើប្រាស់ថ្នាំទាំងពីរគួបចូលគ្នាក៏ពុំមានឥទ្ធិពលអាក្រក់អ្វីទាល់តែសោះដល់សុខភាពកុមារចំណុចសំខាន់មួយទៀតគឺការប្រើប្រាស់ថ្នាំដែលមានឈ្មោះថាកូទីកូអ៊ីតការប្រើប្រាស់ថ្នាំនេះមានសភាពសាំញ៉ាំបន្តិចព្រោះមានថ្នាំកូទីកូអ៊ីតលេបនិងថ្នាំកូទីកូអ៊ីតបឺតហិតពពួកថ្នាំកូទីកូអ៊ីតលេបត្រូវតែប្រើតែក្នុងរយៈពេលខ្លីប៉ុណ្ណោះជាជំនួយសង្គ្រោះបន្ទាន់ក្នុងករណីមានលេចជំងឺហឺតឡើងផ្ទុយទៅវិញកូទីកូអ៊ីតហិតដែលគ្រូពេទ្យចេញវិជ្ជាបញ្ជាឲ្យប្រើប្រាស់ក្នុងកម្រិតបរិមាណតិចតួចសម្រាប់ជួយសួតតែម្យ៉ាងពុំមានផលរំខានដល់សុខភាពទេទោះជាត្រូវប្រើក្នុងរយៈពេលព្យាបាលយូរក៏ដោយពុំមានផលប៉ះពាល់អាក្រក់ឬប៉ះពាល់ដល់ការលូតលាស់របស់កុមារទេដូចជាការប្រើប្រាស់ថ្នាំកូទីកូអ៊ីតលេបឡើយ À la différence des corticoïdes qu'on donne par voie générale. នេះពីការព្យាបាលនេះគឺជាចំណុចមួយដែលចាក់អារម្មណ៍ស្រុកខ្មែរគឺថាជាការព្យាបាលជាទូទៅយូរអង្វែងយើងព្យាបាលមិនសម្រាប់ថារោគវិនិច្ឆ័យថាជាជំងឺហឺតហើយទាមទារការព្យាបាលគឺគេព្យាបាលដោយថ្នាំម្យ៉ាងគេហៅថាជាតិកូទីកូអ៊ីតហើយការព្យាបាលគឺដោយការហឺតហើយថ្នាំពីទូទៅនៅស្រុកខ្មែរឥឡូវនេះមានហើយក៏ប៉ុន្តែមានតម្លៃថ្លៃបើយើងធៀបទៅនឹងជីវភាពប្រជាជនយើងគឺថាចំណាយក្នុងចន្លោះពី$15ទៅ$20សម្រាប់រយៈពេល2ខែនៃការព្យាបាលហើយការព្យាបាលទីទូទៅគ្រូពេទ្យដាក់ថ្នាំឲ្យព្យាបាលគឺទៅតាមដានឡើងវិញក្នុងរយៈពេល1ខែម្ដងក្នុងរយៈពេល3ខែដំបូងឬក៏2ខែម្ដងទៅតាមលទ្ធភាពដែលថាអាចតាមដានបាននោះហើយវាតម្លៃជំងឺហឺតឡើងវិញបើមិនថាជាជំងឺហឺតរយៈពេល3ខែក្រោយនៃការដែលយើងបានដាក់ព្យាបាលហើយមានការធូរស្រាលគឺគ្រូពេទ្យអាចពិចារណាក្នុងការបន្ថយដូសឲ្យវាទាបជាងមុនហើយនឹងតាមដានរយៈពេល3ខែក្រោយឬ2ខែក្រោយទៅតាមការវិវត្តនៃជំងឺគឺថាអាចនឹងបន្ថយតទៀតរហូតដល់ផ្ដាច់នៃថ្នាំនឹងបានក្នុងរយៈពេល6ខែឬក៏1ឆ្នាំហើយបើសិនជាក្នុងការតាមដាននោះវាមានការលេចឡើងនៅថាការធ្វើទុកដែលហឺតឡើងទៀតគឺថាគ្រូពេទ្យមិនខំចិត្តទៅចំដំឡើងដូរថ្នាំឡើងវិញដើម្បីឲ្យត្រូវទៅតាមនៃតម្រូវការនៃជំងឺនោះសូមបញ្ជាក់ថាលោកគ្រូពេទ្យអៀបតាឆេងគឺជាគ្រូពេទ្យឯកទេសផ្នែកជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យកុមារជាតិទីក្រុងភ្នំពេញប្រទេសកម្ពុជាសូមអរគុណលោកគ្រូពេទ្យដកស្រង់ដោយតំបន់សុខភាពប្រសិនបើករណីប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាសូមតាក់ទងមក Telegram តំបន់សុខភាពសូមអរគុណ